ហើយកសិករមានទីផ្សារដែលថេរបាទជាជាងចេញតាមព្រំដែនចេញតាមអីទៅណានៅចិត្តផ្ទះហើយធានានេះគឺជាគោលដៅនៃកសិឧស្សាហកម្មទីបំផុតគឺកសិកររបស់យើងជាគោលដៅធំធ្វើឲ្យកសិឧស្សាហកម្មដើរគឺបង្កើតទីផ្សារនៅនឹងកន្លែងទីផ្សារដែលមានតម្លៃខ្ពស់អញ្ចឹងអាចធានាបានថែមមនុស្សទៀតយើងមានផលិតផលនាំចេញទៅក្រៅត្រង់តែម្ដងមិនបាច់ចាំអ្នកទី2ទី3បាទហើយផលិតផលយើងសមត្ថភាពរបស់យើងឥឡូវលែងពឹងការដឹកជញ្ជូនតាមប្រទេសផ្សេងហើយឥឡូវដឹកធំពីសកលលោកមកចូលមកផែយើងបានតែត្រឹម 5-10% 6-10% ទៅចតកប៉ាល់នៅប្រទេសនេះប្រទេសនោះទេឥឡូវតិចទៀតយើងអាចសមត្ថភាពរុញតាមការវិវត្តផែខេត្តព្រះសីហនុនេះនឹងរុញទូទាំងពិភពលោក direct តែម្ដងកាត់បន្ថយឥឡូវយើងអាចដឹកការច្នៃមួយរយៈនេះយើងអាចដឹកផលិតផលកសិកម្ម direct ទៅចិនតែម្ដងកាលមុនមកពឹងនៅលឹមច្បាងពឹងនៅអីផ្ទេចុះផ្ទេឡើងថ្លៃមានបញ្ហាឥឡូវអត់ទេត្រង់តែម្ដង